អូខេសួស្តីបងប្អូនចឹងថ្ងៃនេះខ្ញុំមកតេស្តជាមួយនឹង microphone ហើយក៏ប្រាប់ជាមួយនឹងវិធីប្រើប្រាស់ជូនបងប្អូនចឹងណាសម្រាប់ microphone របស់ខ្ញុំនេះស៊េរីថ្មីបង model នេះតំចេញវាមានប្រអប់សាកថ្មនៅក្នុងហ្នឹងចឹងពេលបងអស់ថ្មចឹងទៅបងគ្រាន់តែយកនេះបញ្ចូលនៅក្នុងនេះមកគឺវាបញ្ចូលថ្មអូតូហ្មងឥឡូវដូចខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលណានេះពេលដែលបងប្អូនធ្វើការថតឲ្យអស់ថ្មចឹងទៅបងប្អូនដាក់ចូលវិញមកគឺវាសាក់ថ្មនៅក្នុងហ្នឹងហើយពេលអាដុំប្រអប់នឹងអស់ថ្មបងប្អូនដោតបញ្ចូលថ្មហ្នឹងមកអានេះគ្រប់ 100% គឺបងប្អូនអាចប្រើបាននិយាយទៅប្រើបានយូរអាប្រអប់នេះពីព្រោះប្រអប់នេះក៏មានថ្មក្នុង microphone របស់យើងពីរគ្រាប់នេះក៏មានថ្មអញ្ចឹងចំណេញអ្នកដែលត្រូវការថតច្រើនយូរម៉ោង live យូរម៉ោងអញ្ចឹងណាហើយនេះដោយបញ្ចូល microphone បងប្អូនអញ្ចឹងខ្ញុំមកតេស្តជាមួយនឹងសលេង microphone នេះជូនបងប្អូនអរគ្នាស្ដាប់ហ្មងនេះបងអញ្ចឹង microphone យើងបើកមកគឺវាចេញអញ្ចឹងអាហ្នឹងគឺវាបើកឲ្យយើងហើយស្រាច់ហ្មងអញ្ចឹងបងប្អូនគ្រាន់តែយកអានេះដោតជាមួយនឹងទូរស័ព្ទមកអានេះ iPhone អានេះដូច Type C អញ្ចឹងទូរស័ព្ទខ្ញុំ Samsung ខ្ញុំប្រើដូច Type C ខ្ញុំនឹងដោតឲ្យបងប្អូនមើលអូខេណាបងប្អូនទាំងអស់គ្នាអញ្ចឹង microphone នេះដោតហើយក្នុងហើយអូនទៅអញ្ចឹងសម្រាប់ function គឺមាន3 function បងប្អូនចុចអក្សរ M នេះមកអានេះ load មួយចេះខ្ញុំប្រាប់ដល់មួយអានេះ function នេះ echo mode ណាចាហើយបន្ទាប់មកយើងចុចបិទ function echo mode មកយើងចុច echo នេះវិញមកអានេះ function នេះកាត់សំឡេងរំខានកាត់ខ្យល់កាត់អីចឹងណាអញ្ចឹងបានពី function នេះទៅអញ្ចឹងបងប្អូនចុចអានេះទៀតមកអានេះecho mode ហើយកាត់សំឡេងរំខានទៀតអញ្ចឹងបាន3 function ទី1នេះគឺ function កាត់សំឡេងខ្យល់ហើយអាសញ្ញានេះecho mode អញ្ចឹងណាអូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះខ្ញុំមកតេស្តជាមួយនឹង microphone បងប្អូនសម្រាប់សំឡេងនេះខ្ញុំកំពុងតែនិយាយនេះគឺជា function កាត់សំឡេងរំខានកាត់ខ្យល់អញ្ចឹងណាហើយ function មួយនេះគឺជា function echo mode បងប្អូនត្រូវការនិយាយជាសំឡេង echo mode អីបានអ្នកខ្លះគាត់យកទៅច្រៀងអីចឹងណាហើយសម្រាប់នេះវិញគឺជាសំឡេង original sound សំឡេងធម្មតាហ្មងវាមានកាត់អីទេមានកាត់ noise កាត់អីទេហើយអានេះវិញសំឡេងទាំង2 function នេះភ្លើងទាំងពីរអញ្ចឹងអាភ្លើងទាំងពីរហ្នឹងវាទាំង echo mode ផងទាំងកាត់សំឡេងរំខានផងអូខេបងប្អូនទាំងនេះការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេគាត់ថានេះវាទូល្អអញ្ចឹងណាសុខភាពជាប់អានហើយពិសេសត្រង់ថាប្រអប់នេះជាប្រអប់ជាក់ថ្មអូតូ